ចាសួស្តីបងប្អូនទាំងអស់គ្នាតោះមករៀនធ្វើ gel manicure ជាមួយខ្ញុំទាំងអស់គ្នាបងប្អូនចាហើយវីដេអូនេះសម្រាប់បងដែលគាត់ចង់ចូលធ្វើកញ្ចក់ឬក៏មានបំណងចង់រៀនធ្វើកញ្ចក់អីគាត់អាចមើលវីដេអូនេះបានចាហើយការធ្វើ gel manicure នេះគឺតម្រូវឲ្យបងប្អូនចេះនឹង3ចំណុចចាចំណុចទី1គឺការកាត់សាច់បើសិនជាយើងកាត់សាច់បានស្អាតនោះការលាបពណ៌ gel របស់យើងក៏ជាប់បានយូរដែរចាទី2គឺការរុះរាងអញ្ចឹងបងប្អូនក៏ត្រូវចេះរុះរាងជ្រុងឲ្យចំជ្រុងមូលឲ្យចំមូលទៅតាមតម្រូវការភ្ញៀវចាហើយទី3គឺការសំខាន់នោះគឺបងប្អូនត្រូវលាបពណ៌ចាចេះលាបពណ៌ឲ្យបានស្អាតលាបពណ៌ឲ្យមើលទៅកោងឬក៏មូលជុំវិញគល់កញ្ចក់អញ្ចឹងការធ្វើ gel manicure របស់យើងចេញមកឃើញស្អាតហើយបើបងប្អូនចេះនៅ3ចំណុចហ្នឹងគឺបងប្អូនអាចកើបលុយបានហើយចាហើយការធ្វើ gel manicure អត់មានអីពិបាកទេបងប្អូនមើលតែវីដេអូខ្ញុំទៅដឹងហើយគ្រាន់តែទី1យើងកាត់សាច់ទី2គឺយើងត្រូវរុះរាងទី3យើងត្រូវមកយកបោះពណ៌មកបោះមុននឹងយើងលាបពណ៌អញ្ចឹងណាបងប្អូនកុំឲ្យមានជាតិប្រេងជាតិអីជាប់នៅលើកញ្ចក់គេចាបន្ទាប់មកគឺយើងលាប base coat លាបពណ៌2ជាន់ហើយយើងលាប top coat ចាអញ្ចឹងគឺជាការស្រាវជ្រាវមានអីពិបាកទេហើយនៅក្នុងវីដេអូនេះគឺខ្ញុំធ្វើទៅតាមលំដាប់លំដោយចាដើម្បីឲ្យបងប្អូនងាយស្រួលធ្វើតាមហើយភ្ញៀវខ្ញុំថ្ងៃនេះគឺគាត់មកលាបពណ៌ gel គឺពណ៌បៃតងចាស់ចាហើយនឹងដាក់ក្រោមពីលើហើយការដាក់ក្រោមហ្នឹងគឺកាន់តែងាយស្រួលទៀតនៅពេលដែលយើងលាបពណ៌ហើយគឺយើងយក top coat មកលាបចាបន្ទាប់មកគឺយើងឈូសក្រោមនឹងពីលើទៅដាក់ top coat មួយជាន់ទៀតជាការស្រេចឲ្យបងប្អូនអញ្ចឹងបានថាយើងជាជាងគឺយើងត្រូវចេះសួរនាំភ្ញៀវដែរពេលខ្លះភ្ញៀវគាត់អត់ដឹងទេហើយភ្ញៀវឲ្យតែចូលម្ដោះតុកខ្ញុំគឺខ្ញុំតែងតែសួរគាត់អ្នកឯងចង់បានក្រោមអត់ចឹងណាចាហើយក្រោមគឺលាបនៅលើពណ៌ហ្នឹងទៅស្អាតចេះចុះយើងចេះបញ្យល់ប្រាប់ភ្ញៀវចឹងណាបងប្អូនហើយភ្ញៀវគាត់តែពេលយើងសាកឲ្យនៅលើដៃគាត់ចឹងទៅគាត់ឃើញគាត់តែងតែចង់បានហើយចឹងគាត់អត់ចង់ដោះវិញទេចាហើយនេះហើយគឺយើងអាចយកបន្ថែមពីលើភ្ញៀវបានស្រួលងាយចឹងណាបងប្អូនសង្ឃឹមថាបងប្អូនមើលវីដេអូនេះហើយនឹងឆាប់ចេះធ្វើទាំងអស់គ្នាចាព្រោះជិតដល់ខែ holiday ហើយអញ្ចឹងគឺកន្លែងកញ្ចក់នីមួយៗគឺត្រូវការបុគ្គលិកចាហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនបាយបាយ